អាយ៉ាយ៉ាងម៉េចចេះថៃភ័យព្រួយបារម្ភខ្លាចសង្គ្រាមផ្ទុះឡើងមុនថ្ងៃបោះឆ្នោតថ្ងៃទី8កុម្ភៈបេក្ខជននាយករដ្ឋមន្ត្រីថៃដ៏លេចធ្លោម្នាក់ព្រួយបារម្ភពីការប៉ះទង្គិចគ្នាជាថ្មីតាមព្រំដែនរវាងកម្ពុជានិងថៃមុនថ្ងៃបោះឆ្នោតថ្ងៃទី8កុម្ភៈនៅថ្ងៃអាទិត្យនេះផ្ទាល់តែម្ដងគឺថ្ងៃអាទិត្យទី1កុម្ភៈឆ្នាំ2026នេះលោកណាត់តផុងបេក្ខជននាយករដ្ឋមន្ត្រីថៃដ៏លេចធ្លោម្នាក់មកពីគណៈបកប្រជាជនឬហៅថា People Party បានលើកឡើងអំពីការព្រួយបារម្ភអំពីលទ្ធភាពនៃការប៉ះទង្គិចគ្នាជាថ្មីតាមបណ្ដោយព្រំដែនរវាងកម្ពុជានិងថៃហើយបានជំរុញឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត EC សម្រួលដល់ដំណើរការបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយរលូនបើទោះបីជាស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយនេះបើតាមការចុះផ្សាយដោយកាសែតថៃ The Nation នៅថ្ងៃអាទិត្យនេះតែម្ដងលោកណាត់តផុងបានគូបញ្ជាក់ពីលទ្ធភាពនៃការប៉ះទង្គិចគ្នាតាមព្រំដែនដែលផលប៉ះពាល់ហ្នឹងគឺខេត្តថៃជាប់ព្រំដែនជាពិសេសហ្នឹងគឺថាបើសិនបើមានការប៉ះទង្គិចគ្នាជុំទី3បានកើតឡើងមុនថ្ងៃបោះឆ្នោតថ្ងៃទី8កុម្ភៈឆ្នាំ2026បេក្ខជននាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាការបោះឆ្នោតដំណើរការទៅតាមនីតិវិធីច្បាប់ដោយគ្មានការរំខានលោកណេតផុងបាននិយាយថា EC គឺត្រូវតែធានាការបោះឆ្នោតដោយរលូននិងត្រៀមខ្លួនសម្រាប់បញ្ហាដែលអាចកើតឡើងដោយសារភាពតានតឹងនៅតាមបណ្ដោយព្រំដែនបាទនេះគឺជាអ្វីដែលមេបកម្នាក់ដែលកំពុងតែលេចធ្លោមានប្រជាប្រិយភាពរបស់គណៈបក Party ហ្នឹងបាទគាត់ព្រួយបារម្ភបាទដោយសារតែប្រហែលជាគាត់មានកេញសម្ងាត់ឬផ្ទៃក្នុងឬមិនម៉ាទេបានគាត់ដឹងអញ្ចឹងប៉ុន្តែខ្ញុំសូមជម្រាបទៅខាងថៃវិញថាចំពោះកម្ពុជាគឺកម្ពុជានឹងមិនបំផ្ទុះអាវុធអីទេហើយកម្ពុជាក៏មិនឆ្លៀតឱកាសនៅក្នុងការបោះឆ្នោតហើយមានការផ្ទុះអាវុធអីដែរជាក់ស្ដែងបើសិនជាកម្ពុជាចង់បំផ្ទុះអាវុធឆ្លៀតឱកាសហ្នឹងគឺថាពេលវេលាដែលថៃបាទរងគ្រោះដោយសារទឹកជំនន់នោះបាទគឺពេលហ្នឹងល្អមែនតើសម្រាប់ការវាយប្រហារប៉ុន្តែកម្ពុជាមិនធ្វើបែបនេះទេអញ្ចឹងអ្វីដែលថៃត្រូវភ័យនោះគឺភ័យជាមួយនឹងសៀមបាទថៃត្រូវភ័យរឿងសៀមវិញព្រោះសៀមគឺអាចទុកចិត្តបានទេបាទជាពិសេសហ្នឹងគឺឥឡូវកំពុងតែចេញព័ត៌មានមកហើយថាអានូទីនគឺចង់ប្រើប្រាស់សង្គ្រាមកម្ពុជានិងថៃធ្វើជាសញ្ញាបៀចុងក្រោយនៃការច្បាមយកនៅប្រជាប្រិយភាពអញ្ចឹងសម្ដេចធ្លាប់បានបង្ហាញអំពីទឹកចិត្តដ៏ហួសចិត្តរបស់គាត់ដែរថាមិននឹកស្មានអានូទីនគឺហ៊ានយកអាយុជីវិតរបស់ប្រជាជនខ្លួនហ៊ានយកជីវិតរបស់ទាហានខ្លួនហើយនឹងកងទ័ពរបស់ខ្លួននឹងយកមកធ្វើជាសង្គ្រាមបាទសង្គ្រាមដើម្បីទាមទារយកនៅប្រជាប្រិយភាពឬក៏គេហៅថាយកនៅសិលឹកឆ្នោតណាបាទហើយឥឡូវនេះគឺថាអានូទីនចាប់ផ្ដើមយកអាស្ទាយនឹងខ្ញុំមកលេងទៀតហើយគឺអានូទីនគាត់ប្រកាសថាបើសិនជាគាត់បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី 100% គាត់ថាគាត់នឹងបិទព្រំដែនជាមួយកម្ពុជាបាទគឺអត់មានបើកទេអត់បើកទេអញ្ចឹងអារឿងនេះគឺសម្ដេចក៏ធ្លាប់បានបញ្ជាក់ដែរបាទកុំឲ្យឃើញអ្នកនយោបាយថៃហ្នឹងតែងតែយកអារឿងបើកព្រំដែនហ្នឹងយកមកគេហៅថាយកធ្វើជានយោបាយអញ្ចឹងសម្ដេចហ៊ុនសែនបានបញ្ជាក់ថារឿងបើកព្រំដែននេះកុំសង្ឃឹមថាខ្មែរយើងសុំបើកនោះបើសិនជាថៃបិទ100ឆ្នាំឬក្រោយមកទៀតហ្នឹងសម្ដេចថា500ឆ្នាំក៏បានដែរបាទគឺកម្ពុជានឹងមិនទៅសុំថៃចរចាដើម្បីបើកព្រំដែនទេក្រោយមកការយកព្រំដែនធ្វើជាលេសហ្នឹងក៏ស្ងាត់មួយរយៈក្រោយមកទៀតបាទក្រោយមកទៀតហ្នឹងក៏ចាប់ផ្ដើមមានបញ្ហាហ្នឹងគឺចាប់ផ្ដើមមានការនិយាយពាក់ព័ន្ធជាមួយនឹងចំនួនព្រំដែនបន្ថែមទៀតឲ្យបងប្អូនអរគ្នាបាទគឺអានូទីនគេចាប់ផ្ដើមយកលេសហ្នឹងមកទៀតហើយបាទហើយមិនដឹងថាគេគិតអីទេពីព្រោះថាមួយរយៈនេះការស្ទង់មតិឃើញប្រជាប្រិយភាពរបស់អានូទីនគឺធ្លាក់ចុះខ្លាំងមែនតែម្ដងបាទធ្លាក់ចុះខ្លាំងដោយសារតែការដោះស្រាយបញ្ហាការធ្វើការងាររបស់គាត់ហ្នឹងគឺមិនល្អបាទដែលធ្វើឲ្យគេថាប្រជាប្រិយភាពគឺធ្លាក់ចុះខ្លាំងមែនតែម្ដងបាទអញ្ចឹងហើយឥឡូវនេះគឺគេចាប់ផ្ដើមភ័យនេះឥឡូវអ្វីទៅភ័យខ្ញុំគិតថាបើរឿងកើតឡើងវិញខ្ញុំក៏គ្រាន់តែឧទាហរណ៍ណា
គឺជារឿងអាណូទីនដែរដែលចង់ផ្ទុះនោះព្រោះថាចង់បានប្រជាប្រិយភាពបាទពាក់ព័ន្ធជាមួយនឹងរឿងនេះយើងក៏លេចទៅមើលសារព័ត៌មានមួយរបស់និកាយអេស៊ីដែលបានចុះផ្សាយអំពីលោកសីហស័កភួងកែតកែវដែលជារដ្ឋមន្ត្រីការបរទេសរបស់ថៃហ្នឹងយោធាថៃនិងកម្ពុជាបានជួបគ្នាជាប្រចាំគេនិយាយណាដើម្បីបង្កើនខ្សែទូរស័ព្ទទំនាក់ទំនងតាន់ហេតុការណ៍ហើយពេលខ្លះហ្នឹងគឺថាទង្វើញុះញង់តូចតាចហ្នឹងអាចនាំឲ្យមានការប៉ះទង្គិចគ្នាឬក៏ជាឧបទ្ទវហេតុជាន់មាននៃជាដើមដែលធ្វើឲ្យមានសង្គ្រាមឡើងអញ្ចឹងពាក់ព័ន្ធជាមួយនឹងបតវហេតុនេះយើងដឹងស្រាប់ហើយបាទបរទេសឥឡូវក៏គេដឹងសំបីតែ IoT គេលេងខ្វល់ហ្នឹង AOT ហ្នឹងគឺជាល្បិចគឺជាលេសរបស់ខាងថៃនឹងឯងបាទបងប្អូនគ្នាអ្វីដែលគេដឹងហ្នឹងគឺថាមិនតាន់ប៉ះទង្គិចគ្នាគឺថាមានវិញជាន់អត់លហែប៉ុន្តែនៅពេលដែលប៉ះទង្គិចគ្នាឆ្លៀនពៀនចូលទឹកដីកម្ពុជាมันមានរឿងអីកើតឡើងទេអត់មានរឿងអីកើតឡើងអញ្ចឹងគេឆ្ងល់នេះមួយវិញទៀតឃើញផ្ទុះឆេះឡានយោធាសៀមបាទគឺឡានយោធាសៀមមួយគ្រឿងគឺបានឆាបឆេះដោយមិនទាន់មានមូលហេតុអីនៅឯចំណុចផ្លូវបត់បាទបត់ថយក្រោយនៅក្នុងខេត្តចារាបុរីនោះបាទរាជាបុរីបាទជាស្រ័យគឺឈ្មោះរាជាបុរីប្រទេសថៃនៅសៀលថ្ងៃទី30ខែមករាឆ្នាំ2026បាទគឺមុននេះមួយថ្ងៃអញ្ចឹងយើងឃើញថាការបាក់ធ្លាក់អីហ្នឹងជារឿងធម្មតាខាងថៃឥឡូវហ្នឹងគឺឆាបឆេះអីប្តីស្រុតអីហូហែតែម្ដងពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនវិញគឺខាងកម្ពុជាអំពាវនាវឲ្យថៃឆ្លើយតបនិងជំរុញឲ្យមានដំណើរការងារខណ្ឌសីមាព្រំដែនហ្នឹងគឺគេថាដែលបានអាក់ខានយូរមកហើយហ្នឹងឲ្យបញ្ជាក់អំពីភាពច្បាស់លាស់កម្ពុជាទទួលស្គាល់តែគេហៅថាកម្ពុជាមិនទទួលស្គាល់រាល់ការកែប្រែខ្សែបន្ទាត់ផែនទីណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងបានន័យថាខាងកម្ពុជាយើងគឺទទួលស្គាល់តែផែនទីដែលប្រើដោយកម្លាំងគេហៅថាប្រើដោយសន្តិវិធីជាផែនទីដែលអន្តរជាតិទទួលស្គាល់អញ្ចឹងណាអញ្ចឹងគឺម្ដងហើយម្ដងទៀតកម្ពុជាតែងតែប្រកាសដាច់ខាតគឺអត់ទទួលស្គាល់អត់ទទួលយកទេពាក់ព័ន្ធជាមួយនឹងរឿងនេះហើយពីមុនមកគឺមុននឹងសង្គ្រាមមួយថ្ងៃហ្នឹងគឺកម្ពុជាមានគេថាមានកិច្ចព្រមព្រៀងឬក៏កំពុងតែបង្កើតគណៈកម្មការធ្វើចុះវាស់វែងមង្គលសីមាបាទនៅកំពុងតែវាស់វែងហ្នឹងមិនដឹងថាម៉េចបាទថៃក៏ចាប់ផ្ដើមផ្ទុះអាវុធជាមួយនឹងកម្ពុជាប្រាវទៅធ្វើឲ្យរឿងហ្នឹងបាទអាក់ខានអញ្ចឹងទៅឥឡូវនេះគឺថាកម្ពុជាទាមទារដាច់ខាតឲ្យថៃដកទ័ពដែលខ្លួនកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជានឹងចេញជាបន្ទាន់ហើយទៅបកគោលទឹកដីនឹងមកឲ្យកម្ពុជាវិញហើយចាប់ផ្ដើមបោះបកគោព្រំដែនដែលច្បាប់អន្តរជាតិគេទទួលស្គាល់គេទទួលយកចម្លើយខាងភាគីថៃហ្នឹងគឺអេសអញបាទគឺអូកាឡាចាំបោះឆ្នោតហើយអញ្ចឹងទៅអញ្ចឹងតាមដំណឹងមកគឺថាថ្ងៃ8នេះនឹងមានការបោះឆ្នោតហើយបងប្អូនទាំងគ្នាបាទមានការបោះឆ្នោតហើយយើងចាំមើលទាំងអស់គ្នាអញ្ចឹងព័ត៌មាននេះខ្ញុំធ្វើខ្លីប៉ុណ្ណឹងតែចុះអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមដល់ចប់ជម្រាបលា